សួស្តីទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បញ្យល់អស់គ្នាយើងអំពីចំណុចមួយដែលបានលើកឡើងនៅក្នុង play កាលពីថ្ងៃមុនគឺមានអ្នកលើកឡើងសួរថាអញ្ចេះអានេះ Decenter ណាអញ្ចឹងមានអ្នកសួរថា Decenter តើអាចចូលប្រភពពីខាងក្រោមនេះហើយចេញទៅប្រើលើបានអត់ព្រោះយើងធ្លាប់ឃើញតាមផ្ទះតាមកន្លែងណាក៏ដោយសូម្បីតែអគ្គិសនីជាតិយើងក្តីនៅស្រុកគេក្តីយើងគេចូលភ្លើងពីលើនេះចូលភ្លើងប្រភពចូលពីលើចេញពីខាងក្រោមអញ្ចឹងនេះខ្ញុំនិយាយអំពីប្រភេទ MCB ណាអញ្ចឹងនេះគឺអីIEC 6898នេះគឺជាស្តង់ដារ IEC ដែលជាស្តង់ដារលេខនេះលេខកូដណាអានេះស្តង់ដារ IEC អានេះលេខកូដគឺលេខកូដដែលមាននៅលើ Decenter ទាំងអស់ឲ្យទៅ Decenter ណាដែលមានស្តង់ដារ IEC គឺមានលេខនឹងអីស្អីលេខហ្នឹងគឺជាលេខទំព័រដែលនិយាយអំពីបច្ចេកទេសក្នុងការប្រើប្រាស់ Decenter ប្រភេទ MCB ហ្នឹងចឹងបើយើងចង់ដឹងយើងអាចវាយអាហ្នឹងទៅចូលក្នុងអ៊ីនធឺណិតស្រាវជ្រាវរកទៅវាជាភាសាអង់គ្លេសយើងគេនឹងនិយាយហើយ Decenter ហ្នឹងប្រើដើម្បីអីមានដើម្បីអីមិនអាគេមានទាំងអស់ចឹងខ្ញុំសូមលើកចំណុចហ្នឹងមកនិយាយនៅក្នុងស្តង់ដារ IEC បាននិយាយថា Decenter សម្រាប់ប្រភេទ MCB គឺគ្មានលក្ខខណ្ឌកំណត់ក្នុងការតម្រូវឲ្យប្រភពចូលពីខាងណាទេទោះការចាប់ក៏ដោយឧទាហរណ៍ចេះអាចចាប់ក្នុងទូភ្លើងអានេះទូភ្លើងចុះអាចដាក់ Decenter អញ្ចេះដាក់អញ្ចេះឬក៏ដាក់អញ្ចេះក៏បានហាមដាក់អញ្ចេះហាមដាក់កាប់មកក្រោមដោយសារ mechanic វាអាចធ្លាក់មកទៅនឹងមកវាអត់របូតពេលវាចាស់ពេលវាខូច mechanic យូរឆ្នាំទៅវាអាចបិទអញ្ចឹងហើយអត់ដាច់ទេដោយសារអានេះវាធ្លាក់មកទៅកលឹះប៉ុន្តែចំពោះការដាក់អញ្ចឹងដាក់ត្រឹមត្រូវមកលើអញ្ចឹងប្រភពភ្លើងចង់ចូលពីខាងក្រោមចេញទៅលើក៏បានដែរអត់មានការហាមឃាត់អីទាំងអស់ដោយសារបច្ចេកទេសរបស់ MCB នៅក្នុងស្តង់ដារ IEC នឹងបាននិយាយថាវាគ្រាន់តែជាអ្នកភ្ជាប់និងអ្នកផ្ដាច់មិនមាន function ពិសេសក្នុងការពារអីផ្សេងទេគឺការពីបានតែម្យ៉ាងគត់គឺលើសបន្ទុកវាមានប៊ីឡាមួយពេលលើសបន្ទុកវានឹងក្តៅផ្ទាត់ឲ្យដាច់តែប៉ុណ្្នឹងឯងអញ្ចឹងឧទាហរណ៍អញ្ចឹងអ្នកគ្នាឆ្ងល់ហេតុអីបាន Decenter ពេលដែលលើសបន្ទុកបើពេលលោតយើងបើយូរទៅបើកឡើងជាប់ហើយដោយសារអីអាដែកប៊ីឡានោះវាទន់ហើយវាទន់យើងអាចបិទវាបានវិញទេតទៅទុកឲ្យវាត្រជាក់វិញសិនទើបអាចចាប់ម្ដងទៀតបានអញ្ចឹងពេលយើងតលោតច្រើនដងពេកបិទបើកទៅបើកវិញលែងជាប់អញ្ចឹងហើយគឺទាញឲ្យឡើងហ្មងដល់ពេលទុកមកសង្វក់ធំត្រជាក់មកលើកអន់ធម្មតាវិញដែកប៊ីឡានោះវាត្រឡប់មករកភាពដើមវិញអញ្ចឹងអានេះគឺជាបញ្ហាអញ្ចឹងចង់បញ្យល់ថាករណីនេះគឺអាចប្រើបានមិនតម្រូវថាត្រូវចូលខាងក្រោមឬចូលខាងលើទេចូលខាងណាក៏បានដែរចុះខ្ញុំយើងឆ្ងល់ចេះហេតុអីបានចូលខាងក្រោមនឹងបានវាអត់មានបញ្ហាទេអានេះគ្រាន់តែអ្នកចប់ឲ្យអ្នកផ្ដាច់តែមានបញ្ហាចូលណាក៏បានដែរប៉ុន្តែឧទាហរណ៍ដោយសារគេនិយមចូលពីខាងលើដោយសារអានេះវាមើលទៅខាងលើប្រភពចូលស្រួលចំណាំអញ្ចឹងប្រសិនបើករណីធម្មតាតម្រូវឲ្យយើងចូលឧទាហរណ៍ចេះអានេះទូភ្លើងយើងខ្សែយើងរត់មកត្រឹមនឹងអស់លេងខ្សែខ្លីហ៎អញ្ចឹងយើងមិនត្រូវចូលអញ្ចឹងយើងអាចទៅទាញដល់លើមិនកើតតោះអត់លក្ខខណ្ឌនេះត្រូវចូលពីក្រោមនេះតោះនេះចុះបើខ្សែខ្លីបែបហ្នឹងទាញអត់ទៅមិនដាក់ពីក្រោមត្រូវទេមិនចេញទៅប្រើខាងលើនេះវិញមិនអញ្ចឹងប្រើអញ្ចឹងបានគ្រាន់ថាបើយើងខ្លាចគេមិនដឹងឬក៏អ្នកផ្សេងធ្វើការក្រោយយើងគេច្រឡំតោះជួនណាបិទDecenterទៅប៉ះក្រោមឆក់ណោះដោយសារភ្លើងខាងក្រោមមកបិទទៅប៉ះក្រោមឆក់ឲ្យអញ្ចឹងយើងអាចបិទ label ចំណាំទៅថាអានេះគឺ incoming ឬក៏ភ្លើងអានេះ load អីចឹងទៅបិទចំណាំដើម្បីកុំឲ្យខុសគេប៉ុន្តែសុទ្ធតែប្រើកើតអត់ប្រើកើតគ្មានច្បាប់ណាដាក់ចាប់ដាក់គុកអ្នកដាក់ក្រោមនឹងទេគឺវាអាចប្រើបានឲ្យសុវត្ថិភាពធម្មតាមិនមានបញ្ហាទេប្រើអញ្ចឹងតិចលើសបន្ទុកវាអត់លោតអត់ទេលោតធម្មតាទាំងអស់អត់មានបញ្ហាទេប៉ុន្តែបញ្ជាក់ចំពោះតែ MCB ទេលក្ខខណ្ឌពិសេសចំពោះ MCCB និង RCCB ឬ RCBO ក្តីពួកនេះគឺហៅថា special function គឺជា Decenter ដែលមាន function ពិសេសមិនអាចប្រើអញ្ចឹងបានទេពិសេសមិនRCCB RCBO នេះគ្មាន1ប៉ូលគ្មាន3ប៉ូលទេមានតែ2ប៉ូលនិង4ប៉ូលនោះសុទ្ធតែមានភ្លើងចិញ្ចឹម function ពិសេសដើម្បីកាត់ផ្ដាច់ពេលលិចជ្រាប function កាត់ផ្ដាច់ពេលឆក់ពេលអីជាដើមអញ្ចឹងបើយើងចាប់ខុសប៉ូលខុស pha ខុស node គឺវាអត់ដើរទេវាជាប់ដូចគ្នាប៉ុន្តែពេលឆក់វាអត់លោតទេពេលជ្រាបវាអត់ដាច់ទេអញ្ចឹងនោះគេហៅថា Decenter function ពិសេសតម្រូវឲ្យបើសិនគេដាក់អក្សរ node ត្រូវចូល node គេដាក់អក្សរ pha ត្រូវចូល pha មិនអាចច្រឡះតាមអំពើចិត្តយើងបានទេព្រោះនេះអានេះមានសន្តិភាពលៃតម្រូវប្រហែលលើសប្រហែលដាច់តែនេះគ្មានទេតែ10អាំពែគឺបានតែ10នឹងឯងមិនអាចទៅសេរីលើសឲ្យដល់20អីបានទេតោះណាអញ្ចឹងបញ្ចប់ប៉ុណ្ណឹងចង់បញ្យល់ថាអាចប្រើបានលើកលែងតែនេះទេដែលមិនអាចអ
នុញ្ញាតឲ្យធ្វើបានតែបើនេះចូលពីក្រោមចេញពីលើអីទីតាមចិត្តយើងអត់បញ្ហាអរគុណវគ្គ Gen Z Edition បើកថ្មីពេលថ្ងៃអាទិត្យអូយពេញបឹបទទួលបានហើយជា2 3នាក់ទៀតទេពេញហើយយើងអនុវត្តសតវគ្គហ្នឹងណាចឹងគ្រាន់តែបើកទៅឈ្មោះពីអាទិត្យពេញពេញចឹងសម្រាប់ចឹងចូលរៀនអាចទៅឈ្មោះបានពេលថ្ងៃអាទិត្យអាចបានពី2នាក់ទៀតអីតែបើពេលច័ន្ទពហុពេលយប់ពេលព្រឹកអីនៅបានច្រើនទៅធ្វើបានច្រើនណាដោយសារយើងអត់សូវមានសិស្សចូលរៀនពេលនោះមានដែរតែគ្រាន់តែអត់ទាន់ពេញតែបើថ្ងៃអាទិត្យវិញបាន3នាក់អីទៀតទេពេញឲ្យបិទទៅបិទហ្នឹងមិនដឹងបើកវិញទៅណាទេចាំមើលយើងរៀបចំគ្រូថ្មីថ្នាក់ថ្មីបានមកយើងបើកទៀតណាពេញមុខដល់ក្រោយហ្មងច្រើនណាស់